ខ្ញុំធ្វើមិនដឹងយាយសំខាន់ណាស់ដាក់ឈ្មោះបែបថៃវាប្លែកណាស់យាយហើយបើប្លែកទុកច្រាស់ច្រំខ្លួនឯងទៅអញមិនទិញទេអូនចូលបន្ទប់ទឹកម្ដងគិតប៉ុន្មានលុយយាយឈឺពោះណាស់ចូលបត់ជើងតូចឬក៏បត់ជើងធំយីអានេះវើយមើលវាសួរគឺជូអាចនឹងណាជូអាចបែបថៃឬក៏បែបខ្មែរយាយយីវ៉ៃឲ្យវាមិនដែលទេគ្រាន់តែជូអាចសោះមានបែបខ្មែរបែបថៃទៀតមានលោកយាយម្នាក់ឈ្មោះថាយាយតយគាត់ជាកមុំចាស់ម្នាក់រស់នៅក្នុងភូមិសពថ្ងៃគាត់រស់នៅតែម្នាក់ឯងដោយសារតែម្ដាយឪពុករបស់គាត់បានស្លាប់ចោលគាត់តាំងពីលោកយាយនៅក្មេងម្ល៉េះលោកយាយនៅ single រហូតមកដល់សពថ្ងៃនេះក៏ព្រោះតែលោកយាយមិនទាន់រកឃើញបរិសុទ្ធដែលនៅក្នុងក្តីស្រមៃឃើញឡើយអ្នកអើយទំនេរអត់តោះទៅមើលស្រែជាមួយខ្ញុំលោកបងខ្ញុំដូចជាអត់ទំនេរទេហើយបើទំនេរក៏ខ្ញុំមិនទៅជាមួយលោកបងដែរហើយអាម៉េចបានជាមិនទៅជាមួយខ្ញុំអ្នកខ្លាចខ្ញុំរឿងអីមែនទេហើយគិតមើលទៅខ្ញុំនៅក្រមុំចាស់ហើយឲ្យទៅស្រែជាមួយលោកបងអាម៉េចបើលោកបងគិតអាក្រក់ចាប់រំលោភខ្ញុំទៅមិនខូចក្រមុំខ្ញុំអស់ទៅហើយអីយីអីក៏ម្លេះយាយគិតបានវែងឆ្ងាយម៉េះឥឡូវមិនមកកុំនៅក្រមុំយូរពេកអីមកសេរីយកខ្ញុំហ្មងទៅខ្ញុំមកសុកចិត្តលេងប្រពន្ធខ្ញុំចោលអត់កើតទេខ្ញុំមកសុកចិត្តស្លាប់ក៏មិនយកប្តីគេដែរយ៉ាប់ហ្មងអាក្រន់តែនិយាយលេងសោះក៏គិតធ្វើដូចមែនតែអញ្ចឹងយាយអីក៏រោគចិត្តម្លេះឥឡូវបើមិនទៅហើយទៅខ្ញុំទៅហើយអូយតានេះឡប់អាម៉េចចេះសុកមកបបួលគេទៅស្រែតែ2នាក់បែបគិតប្រងធ្វើស៊ីឯងទៅដឹងយាយខ្ញុំមកសុំលុយ500មកយាយយកទៅទិញការ៉េមហូបអាតេវហើយម៉ែឪហើយមិនសុំមកសុំយាយវិញម៉ែហើយឪគាត់ពងឆ្លោះគ្នាណាយាយខ្ញុំអត់ហ៊ានសុំទេហើយចាំយាយទិញឲ្យណាការ៉េមបែបថៃការ៉េមបែបថៃមកដល់ហើយបាទអូនឈប់សិនមើលមិនដូចជាលឺស្អីទេការ៉េមបែបអីទេអូនការ៉េមបែបថៃណាយាយរសជាតិបែបថៃឆ្ងាញ់តែចាក់ចិត្តបែបថៃហើយអូនឯងខ្មែរតើអីបាទយាយខ្ញុំមកខ្មែរតើយីអាលបលយោនេះបើឯងខ្មែរទេអាមិនទៅលក់ការ៉េមបែបថៃទៅវិញការ៉េមបែបខ្មែរឲ្យលក់មិនកើតមែនណាអាពងក្តោអូយយាយបើដាក់បែបខ្មែរស្ដាប់ទៅដូចធម្មតាអាមិនទេតែបើដាក់បែបថៃមានអារម្មណ៍ថាប្លែកបើគិតថាប្លែកទុកស៊ីតែឯងទៅអញមិនទិញទេអញ្ចឹងយាយឥឡូវបែបខ្មែរហ្មងទៅចាំខ្ញុំមកដកផ្លាកបែបថៃចេញវិញបើបែបខ្មែរមិនអញទិញយីអានេះអីក៏ម៉េះហ៎ការ៉េមបែបខ្មែរការ៉េមបែបខ្មែរមកដល់ហើយបាទណែអាចៅនៅចាំផ្ទះយាយមួយផ្លែតណាយាយរត់ទៅផ្សារទិញម្ហូបបន្តិចបាទយាយកុំទៅយូរពេកណាខ្ញុំមកប្រញាប់ដាក់បាយឲ្យឆ្មាស៊ីផងយាយទៅទិញត្រីអាំងមកគូទេចាំយាយចែកត្រីអាំងឲ្យឆ្មាចៅឯងស៊ីដែរណាយាយតយក៏បានដើរទៅផ្សារបាត់ទៅត្រីអើយត្រីអាំងបែបថៃតូបនាងខ្ញុំមានលក់ត្រីអាំងបែបថៃបុកល្ហុងបែបថៃសាច់អាំងបែបថៃនិងទឹកអំពៅបែបថៃណាចាយីហើយស្អីគេហាងហងឯងហ្នឹងអត់មានលក់របស់ខ្មែរទេអីបានលឺសុទ្ធតែបែបថៃអញ្ចឹងយាយរបស់ខ្មែរមានតែតតែស្អែកថ្ងៃនេះមានតែបែបថៃទេយាយទិញរអត់ហើយអាបែបថៃហ្នឹងវាអាម៉េចបានមួយដូចត្រង់ឃ្លានម៉េះហូយយាយបែបថៃហ្នឹងមានអាម៉េចវាដូចតែបែបខ្មែរដែរហ្នឹងហើយចុះបើដូចតែគ្នាមិនប្រកាច់ដាក់បែបខ្មែរទៅដាក់បែបថៃស្អីយ៉ាប់មែនវើយពួកអស់នេះម្ហូបខ្មែរឆ្ងាញ់មកកកវាលក់មិនកើតទៅនាំគ្នាលក់អាបែបថៃណាឆ្កុយមើលអញសួរដូចឆោត
នៅថៃគេមានលក់ត្រីអាំងបែបខ្មែរវិញដែរអត់ហ៎ខ្ញុំធ្វើមិនដឹងយាយសំខាន់ណាស់ដាក់ឈ្មោះបែបថៃវាប្លែកណាស់យាយហើយបើប្លែកទុកច្រាស់ច្រំខ្លួនឯងទៅអញមិនទិញទេអញសុកចិត្តទិញមីយកមកឆុងស៊ីវិញឈប់សិនមើលលោកយាយកុំតន់ងមើលឥឡូវជួយទិញត្រីអាំងខ្ញុំខ្លះទៅណាព្រោះមួយព្រឹកនេះខ្ញុំលក់អត់ដាច់សោះយាយអញមិនទិញចង់ឲ្យអញទិញតតែលក់ត្រីអាំងបែបខ្មែរបានអញទិញហើយយាយអូខេយាយចាំខ្ញុំដកពាក្យបែបថៃនឹងចេញហើយដាក់ត្រីអាំងបែបខ្មែរវិញណាយាយឲ្យវាចឹងឡើងខ្វះអីម្ហូបខ្មែរមកកកកមិនលក់មកអាក្រាន់តែត្រីអាំងសោះវាយសតតែបែបថៃចាយាយឥឡូវយាយយកមកដែរយាយឥឡូវជួយខ្ចប់ត្រីអាំងបែបខ្មែរ2មកណាហើយកុំភ្លេចរើអសនឹងចេញផងតែស្អែកអញមកឃើញទៀតអញឈប់ទិញមកយោវើយប្រាប់ឲ្យហើយមីការ៉ុតហូយយាយខ្ញុំដឹងហើយបន្ទាប់ពីទិញត្រីអាំងរួចហើយលោកយាយក៏បន្តដំណើរទៅផ្ទះវិញពេលកំពុងដើរស្រាប់តែអាយយឲ្យចុកពោះណាស់វើយអូយទ្រាំអត់បានទេអូនចូលបន្ទប់ទឹកម្ដងគិតប៉ុន្មានលុយយាយឈឺពោះណាស់ចូលបត់ជើងតូចឬក៏បត់ជើងធំយីអានេះវើយមើលវាសួរគឺជូរអាចនឹងណាជូរអាចបែបថៃឬក៏បែបខ្មែរយាយយីវ៉ៃឲ្យវាមិនដែលទេគ្រាន់តែជូរអាចសោះមានបែបខ្មែរបែបថៃទៀតអូទៅអាប់ដេតម្សិលមិញហ្នឹងណាយាយឥឡូវសម្រាប់ថាចូលមួយណាហើយអានេះវើយអញយកបែបខ្មែរខាងស្ដាំយាយអូយអាសាំនេះឯងកំពុងតែឈឺពោះផងវានៅសួរច្រើនទៀតចាប់ហ្មងអត់មើលគេបិទស្លាកទេអីមួយសន្ទុះក្រោយមកមិនហើយយាយស្រួលខ្លួនអត់ពួងក្តោគ្រាន់តែបង្គន់បត់ជើងសោះចាំបាច់វាយផ្លាកបែបខ្មែរបែបថៃដែរយាយខ្ញុំមកឃើញឥឡូវគេលក់ត្រីអាំងបែបថៃបុកលហុងបែបថៃស្អីគេមួយទៀតមុខកថាអីគេបែបថៃនោះឃើញគេលក់ឡើងប្រងព្រាតដល់អញ្ចឹងខ្ញុំក៏គិតថាបង្កើតបង្គន់ជូរអាចបែបថៃមួយទៅក្រែងលោអ្នកដែលហូបរបស់បែបថៃហ្នឹងក៏ត្រូវការចូលណាយាយហើយអញសុំខ្លាចដៃហ្មងអាយូទៅដូចយ៉ាប់ម៉េះរបស់ខ្មែរមកកកអត់ប្រឹងនាំគ្នាប្រម៉ូទទៅប្រម៉ូទរបស់គេវាលុយត្រង់បង្គន់ជូរអាចបែបថៃទៀតនេះយាយសុំខ្លាចចៅឯងហ្មងចេះរត់នឹកឃើញកំណត់ឈួតអស់ហ្នឹងមកដឹងអីយាយបើខ្ញុំតាមគេតាមឯងដែរហ្នឹងហើយចុះបើដាក់បែបខ្មែរសតទៅវាថៃវាប្រកាច់ងាប់មែនអូយយាយចាំខ្ញុំដកចេញវិញដោយសារតែខ្ញុំអត់ដឹងហ្នឹងណាគិតថាដាក់ទៅមានគេចូលច្រើនតែមានណាអត់មានសំបីតែមួយម៉ួយហើយយ៉ាប់មែនអាចៅនេះមើលសារ៉េដកចេញទៅដាក់អ្វីដែលជារបស់ខ្មែរទៅណាយាយទៅសិនហើយលោកយាយក៏បន្តដំណើរទៅផ្ទះវិញអូយយាយថាទៅតែមួយផ្លែតតែនេះទៅជាង2ម៉ោងហើយណាយាយសុំទោសណាចៅឥឡូវឯងទៅផ្ទះវិញចុះណាយាយអរគុណហើយណាបាទយាយលុះស្អែកឡើងក៏មានស្រីស្អាតម្នាក់ដើរលក់កង្កែបបោកកង្កែបបោកអើយកង្កែបបោកបែបខ្មែរមានបងប្អូនណាត្រូវការកង្កែបបោកបែបខ្មែរទេមីនាងមើលចូលមកនេះសិនមើលលោកយាយជួយទិញកង្កែបបោកខ្ញុំមួយទៅណាកង្កែបបោកខ្ញុំផ្សំគ្រឿងរបស់ខ្មែរយើងមានរសជាតិឈ្ងុយឆ្ងាញ់ណាស់យាយមីនាងនេះមិនសើមិញដូចជាឃើញលក់ត្រីអាំងបែបថៃហើយឥឡូវមកលក់កង្កែបបោកវិញចាយាយនេះជាកង្កែបបោកបែបខ្មែរណាយាយនេះដោយសារតែលោកយាយបានជួយប្រាប់ខ្ញុំកាលពីម្សិលមិញកុំអីខ្ញុំមិនដឹងទេថាម្ហូបណាជារបស់ខ្មែរនោះឲ្យវាចឹងឡើងកុំអារបៀបស្អីបន្តិចបែបថៃស្អីបន្តិចបែបគេហើយអាពេលខ្លះកូនខ្លួនឯងស្អាតក៏ថាបែបគេហើយបើគ្រាន់តែថាស្អាតបែបខ្មែរទៅវាប្រកាច់ងាប់មែនល្អណាស់មីនាងដែលស្ដាប់តាមយាយខ្វះអីមុខម្ហូបខ្មែរយើងឲ្យតែពូកែឆ្នៃមិនខ្វះទេអ្នកទិញណាចាយាយអញ្ចឹងយាយទិញប៉ុន្មានដែរ
ឥឡូវយាយសុំមកយកទាំងអស់តែម្ដងហ៎យាយឲ្យតែរបស់ខ្មែរយាយចូលចិត្តណាអរគុណណាស់លោកយាយតែប៉ុណ្ណេះខ្ញុំនឹងធ្វើម្ហូបបែបខ្មែរលក់ឲ្យច្រើនហើយណាយាយកង្កែបបោកអើយកង្កែបបោកបែបខ្មែរមានបងប្អូនណាត្រូវការកង្កែបបោកបែបខ្មែរទេ